ឥឡូវបន្ទាប់ពីយើងបានimport នៅរូបរបស់យើងចូលហើយអញ្ចឹងយើងប្រើប្រាស់ hand tool ក្នុងការកាត់ product របស់យើងដែរអញ្ចឹងដូចផ្ទាល់ដងអញ្ចឹងគឺការរបៀបប្រើមានពីរប៉ុន្តែ style អ្នកគ្នាចូលចេះមួយណាឬក៏ពេញយកមួយណាអ្នកគ្នាប្រើមួយហ្នឹងទៅជាទូទៅគឺបើសម្រាប់ខ្ញុំប្រើទាំងពីរហ្មងអញ្ចឹងទី1យើងចុចអញ្ចឹងមកតាមអីដែលយើងចង់កាត់បាទហើយបើសិនជាវារូបហ្នឹងវាអត់ម៉ាច់ជាមួយនឹង object របស់យើងទេវាអត់ទាន់ត្រឹមត្រូវទេយើងចុចមួយទៀតហើយ control ទាញមកតែក្នុងករណីហ្នឹងក្នុងករណីដែលរូបត្រង់ៗអញ្ចឹងយើងកាត់ទៅស្រួលទេហើយខ្ញុំ select មកហើយ style ទី2ដូចខ្ញុំប្រាប់អញ្ចឹងគឺចុចហើយទាញមកកុំប្រឡែងមកចុចទាញហើយយើងសម្រាប់ត្រឹមតាមក្រោយហ្នឹងក្នុងអា cursor នេះអាចចុងទួញបើសិនជាវាអត់ទាន់ត្រូវទេយើងចង់នេះយើងចុច Alt ហើយឲ្យចេញអារូបមាត់ចាប់នៅលើ cursor របស់ខ្ញុំហ្នឹងទៀតអញ្ចឹងយើងអាចសេរីបានបន្ថែមទៀតបាទនេះគឺនេះអញ្ចឹងខ្ញុំកាត់រូបហ្នឹងចាខ្ញុំប្រើប្រាស់ pen tool ដើម្បីកាត់មកចានេះឌីហូអញ្ចឹងខ្ញុំ control ហើយវិញអត់បានជាទូទៅអ្នកត្រូវកាត់ឲ្យស្អាតនេះខ្ញុំវាអំបាក់មើលអញ្ចឹងខ្ញុំប្រើ style អញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងមានពីរ style ចុចពីរឥឡូវនេះមានលឿនអញ្ចឹងខ្ញុំត្រូវដាក់ទាញវាពុតមកចំកន្លែងនេះវិញឲ្យទាញឲ្យពេលខ្ញុំកាត់មកវានេះបាទឥឡូវយើងកាត់ទៅនឹងសិនមកទៅហើយនេះត្រូវកាត់ស្អាតយើងបានបន្តិចអញ្ចឹងទាញដល់ដែរមកនេះហើយយកចុច Alt ដើម្បីទាញតម្រូវវានេះគេហៅអញ្ចឹងវាបានតែក្នុងករណីវែងពេកអញ្ចឹងយើងអាចចុចខ្លីដល់ប៉ុណ្ណេះទាញមកវាយើងកាត់ឲ្យស្អាតបាទឥឡូវនេះវាត្រង់ខ្ញុំចុចយកមកត្រង់ទៅជុំទីទៅត្រង់កៅមកនេះបាទបន្ទាប់ពីខ្ញុំបាន select ជុំវិញហើយដោយប្រើប្រាស់ hand tool អញ្ចឹងដើម្បីកាត់ background ដើម្បី select object ហ្នឹងអញ្ចឹងចុច control enter អញ្ចឹងដល់ពេល control enter វាបាន select ជុំវិញអញ្ចឹងខ្ញុំចុច key មក delete អញ្ចឹងក្នុងករណីដែលវា delete object អញ្ចឹងយើងអាចreverse វាបានហើយសម្រាប់ដូចខ្ញុំមិញនេះពេល delete ហើយអញ្ចឹងខ្ញុំចង់ឲ្យវាដូចដើមវិញខ្ញុំប្រើ control Z អញ្ចឹងឥឡូវខ្ញុំចុច control shift I ដើម្បី reverse select ហើយធ្វើការ delete background អញ្ចឹងដើម្បីដោះ select យើងប្រើប្រាស់ shortcut control D ហើយយើងទាញចាស់យើងចូលក្នុងដើម្បីធ្វើការទម្លាក់អញ្ចឹងឥឡូវខ្ញុំទាញ background import background ចូល open background អញ្ចឹងខ្ញុំយកមួយនេះមកតែមានទឹកសមុទ្រឥឡូវវា import យើងថែមអញ្ចឹងក្នុងករណីនេះខ្ញុំអាចទាញអានេះខ្ញុំដកសោ
ហើយយើងតិច background ចូលនៅក្នុងការងាររបស់យើងវាសារវាធំពេកអញ្ចឹងយើងត្រូវការបង្រួមអញ្ចឹងក្នុងករណីនេះ background វាធំអញ្ចឹងដើម្បីបង្រួមដូចខ្ញុំនិយាយច្រើនដងអញ្ចឹងបើអាសេរីចាស់វានឹងដោះ text align នេះអញ្ចឹងយើងត្រូវការប្រើប្រាស់ shortcut Control T ដើម្បីឃើញអា select ជុំវិញហ្នឹងហើយនឹងធ្វើការបង្រួមវាទូចអញ្ចឹងខ្ញុំបង្រួមវាទូចមកវាធ្វើការបង្រួមវាទូចហើយរៀប object ហ្នឹងហើយនេះ Control T ដើម្បីនេះ select ចាប់ពេលទូចបាទឥឡូវវាទៅមើល poster ពីរគេដាក់មិនអញ្ចឹងគេត្រូវមានlogo អញ្ចឹងខ្ញុំ import logo ចេញដល់ចូលចឹង import ខ្ញុំគេដាក់ចូលមកបាទឥឡូវខ្ញុំរៀបវាធំបន្តិចក្នុងបណ្ដារីកវាខ្ញុំ control T ភាសាខ្ញុំដោះទីកន្លែងនោះហើយការព្រីព្រមរូបយើងត្រូវរក្សាត្រឹមត្រូវរបស់វាដែរយើងអត់មានចេះតែព្រីព្រមទេឧទាហរណ៍ក្នុងកំប៉ុងនេះវារៀងអញ្ចឹងក្នុងករណីដែលអ្នកព្រីព្រមពេលខ្លះអ្នកព្រីអាចចុចនេះទៅឧទាហរណ៍ control ចុច shift អីមកនេះពេលអានេះឃើញរូបវាទៅចេញកប៉ែតចឹងអត់អញ្ចឹងវាអត់ត្រូវទេក្នុងករណីដែលគ្នាព្រីព្រមគឺដាច់ខាតត្រូវរក្សាត្រឹមត្រូវវាឲ្យដូចដើមបើមិនជាអ្នកគ្នាធ្វើអញ្ចឹងមានថាវាខុសអរិយពេលយើងមើលតាម poster ឧទាហរណ៍ថារូបកំប៉ុងនេះវានៅក្រៅវារាងទៅវិញអញ្ចឹងតែដល់ពេលអ្នកគ្នាមើលក្នុង poster លេងវាចេញចេះកន្ទើអីចឹងមិនត្រូវអញ្ចឹងវាខុសរបស់គេដែរអញ្ចឹងការព្រីព្រមក៏យើងត្រូវការធ្វើម៉េចកុំឲ្យវាខូចរូបរាងនិងទ្រង់ទ្រាយអញ្ចឹងសម្រាប់ Photoshop ស៊េរីថ្មីដូចជា2020ឡើងអីហ្នឹង2020ឡើងខ្ញុំគិតថាវាចង់អាឡៃនេះស្រាប់អីនេះអាឡៃនេះដូចជាអាឡៃហ្នឹងអញ្ចឹងដល់ពេលយើងព្រីព្រមនេះឃើញអត់យើងអត់ចាំបាច់ដល់ពេលយើងអត់ចុចអីវានឹងខូចទ្រង់ទ្រាយហ្មងអញ្ចឹងដើម្បីកុំឲ្យវាខូចទ្រង់ទ្រាយយើងត្រូវការចុច shift វិញដើម្បីកុំឲ្យខូចទ្រង់ទ្រាយតែដល់ពេលអាស៊េរីថ្មីដើម្បីកុំឲ្យវាខូចទ្រង់ទ្រាយដើម្បីនេះយើងត្រូវនេះអាឡៃនេះវាចង់អាឡៃនេះឲ្យស្រាប់អញ្ចឹងយើងអត់ចាំបាច់ទាញអីទេគឺយើងគ្រាន់ទាញព្រីករួមមកគឺវាទៅអូតូហ្មងអាហ្នឹងសម្រាប់ស៊េរីថ្មីដោយសារវាចង់អាឡៃនេះវាthíchអាឡៃនេះចឹងអាឡៃហ្នឹងក៏យើងត្រូវដឹងដែរតែបើសិនវាអត់thíchទេពេលយើងទាញមកនេះឃើញអត់វាព្រីករួមវាខូចទ្រង់ទ្រាយអញ្ចឹងដើម្បីកុំឲ្យខូចសម្រាប់ស៊េរីចាស់យើងត្រូវការចុច shift អូខេនេះការចុច shift អាហ្នឹងគឺជាចំណុចសំខាន់អញ្ចឹងជាទូទៅគេប្រើនេះមកយើងទាញស្រួលយើងអត់ចាំបាច់ចុចអីទាំងអស់អាហ្នឹងចំណុចសំខាន់ដែរការ design កំសុកឥឡូវហ្នឹងតែអញ្ចឹងភាសាតយើងអត់អត់អីទេខ្ញុំបានប្រាប់អញ្ចឹងយើងអត់ពីចំទៅនេះយើងអត់បានពីអ្នកគ្នាតបប៉ុណ្ណឹងទូការវិញខ្ញុំវិញការតបវិញបាច់និយាយរៀនអនឡាញមួយ YouTube ហើយចឹងឥឡូវខ្ញុំគិតថា poster យើងខ្ញុំសម្រេចយកប៉ុណ្ណឹងអញ្ចឹងខ្ញុំត្រៀមនេះឲ្យនេះមកហើយខ្ញុំ save វាទុកមួយបាទឥឡូវខ្ញុំ save poster មួយដាក់នៅក្រៅហ្នឹងមកទៅ APG បាទឥឡូវយើង final របស់យើងចូលទៅមើលនៅក្រៅនេះអញ្ចឹងឥឡូវយើងបាន poster មួយហើយដែលយើងធ្វើទាក់ទងនឹង Nescafe